សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់គិតទេថាប្រសិនបើថ្ងៃមួយលុយក្នុងកងធនាគាររបស់លោកអ្នកបងប្អូនដកមិនបានឬលុយដែលលោកអ្នកបងប្អូនរកបានបាត់តម្លៃក្នុងរយៈពេលត្រឹមតែប្រហែលថ្ងៃនេះមិនមែនជារឿងស្មានទេវាកំពុងតែកើតឡើងពិតៗនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោកថ្ងៃនេះយើងនឹងពិភាក្សាអំពីថាតើ economic collapse គឺជាអ្វីហើយអ្វីវាកើតឡើងហើយតើវាអាចនឹងកើតឡើងនៅប្រទេសផ្សេងទៀតដែរឬទេពាក្យថា economic collapse ជាខ្មែរមានន័យថាការដួលរលំនៃសេដ្ឋកិច្ចគឺជាស្ថានភាពដែលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងលុយបាត់តម្លៃធនាគារមិនអាចបំពេញតួនាទីបានប្រជាជនរស់នៅមានការលំបាកខ្លាំងមិនមែនគ្រាន់តែអត់លុយតែប៉ុណ្ណោះទេតែប្រព័ន្ធទាំងមូលគឺត្រូវបានខូចខ្ទេចខ្ទីតែម្ដងពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចបងប្អូនទាំងអស់គ្នាមុនពេលយើងទៅដល់ឧទាហរណ៍ប្រទេសផ្សេងៗទៀតដែលកំពុងតែរងការដួលរលំនៃសេដ្ឋកិច្ចឬក៏ economic collapse យើងត្រូវយល់ដឹងជាមុនសិនថា economic collapse នេះមានន័យអ្វីពិតប្រាកដ economic collapse មិនមែនជាការខ្វះលុយធម្មតាទេតែវាគឺជាការបាក់បែកនៃប្រព័ន្ធសេដ្ឋកិច្ចទាំងមូលឬការដួលរលំប្រព័ន្ធសេដ្ឋកិច្ចទាំងមូលឥឡូវនេះខ្ញុំនឹងបំបែកឲ្យងាយយល់ជា4ចំណុចសំខាន់ដូចខាងក្រោមទី1សេដ្ឋកិច្ចធ្លាក់ចុះខ្លាំងនេះមានន័យថាអាជីវកម្មជាច្រើនត្រូវបានចាប់ផ្ដើមបិទទ្វារក្រុមហ៊ុនត្រូវបានបាត់បង់ប្រាក់ចំណេញហើយមនុស្សមួយចំនួនជាច្រើនទៀតបានបាត់បង់ការងារឧទាហរណ៍ថាហាងមួយចំនួនដែលធ្លាប់មានអតិថិជនជាច្រើនក្លាយទៅជាគ្មានអ្នកទិញបាត់បង់អតិថិជនរោងចក្រត្រូវបានបិទទ្វារព្រោះតែលក់មិនបានពេលមនុស្សគ្មានការងារគ្មានប្រាក់ចំណូលពេលគ្មានប្រាក់ចំណូលมันអាចមានចំណាយបានឡើយនេះធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចធ្លាក់ចុះបន្តហើយបន្តទៀតគេហៅថា chain reaction ចំណុចទី2លុយបាត់តម្លៃ inflation ឬក៏ hyperinflation បងប្អូនទាំងគ្នាស្រមៃមើលថាថ្ងៃនេះបងប្អូនទាំងគ្នាមានលុយចំនួន 40000 រៀលអាចទិញអាហារបានមួយចានតែសប្តាហ៍ក្រោយ 40000 រៀលដូចគ្នាមិនគ្រប់ទៀតទេនេះហៅថាលុយបាត់តម្លៃទៅនៅក្នុងករណីធ្ងន់ hyperinflation ត្រូវបានបាត់តម្លៃក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃឬម៉ោងនៅក្នុងប្រទេសខ្លះត្រូវបានយកវត្ថុមួយចំនួនផ្សេងទៀតដើម្បីទៅទិញអាហារជំនួសឲ្យលុយព្រោះលុយមិនមានតម្លៃទៀតទេចំណុចទាំងនេះហើយដែលធ្វើឲ្យមនុស្សខ្លាចនិងបាត់ទំនុកចិត្តទៅលើលុយចំណុចទី3ធនាគារមិនអាចបំពេញតួនាទីបាននៅក្នុងស្ថានភាពធម្មតាធនាគារជាកន្លែងរក្សាលុយនិងផ្ដល់សេវាហិរញ្ញវត្ថុប៉ុន្តែពេលមានបញ្ហាដួលរលំសេដ្ឋកិច្ចឬក៏ economic collapse មនុស្សជាច្រើនសម្រុកទៅដកលុយក្នុងពេលតែមួយធនាគារមិនមានលុយគ្រប់គ្រាន់លទ្ធផលនោះគឺធនាគារត្រូវបិទទ្វារដាក់កំណត់ដកលុយឬមិនអាចដកលុយបានទាំងស្រុងតែម្ដងស្រមៃមើលថាលុយលោកអ្នកបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំនៅក្នុងធនាគារតែអ្នកមិនអាចដកវាយកមកប្រើប្រាស់បាននេះគឺជារឿងធ្ងន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃទី4ប្រជាជនរស់នៅលំបាកខ្លាំងចុងក្រោយអ្នកដែលទទួលបានផលប៉ះពាល់ខ្លាំងបំផុតនោះគឺប្រជាជនធម្មតាតម្លៃអាហារឡើងខ្ពស់ការងារមិនគ្រប់គ្រាន់សម្រាប់ពួកគេសេវាកម្មសុខាភិបាលធ្លាក់ចុះខ្សោយមនុស្សជាច្រើនមិនមានអាហារបរិភោគគ្រប់គ្រាន់មិនអាចបង់ថ្លៃជីវភាពរស់នៅបានឬត្រូវចាកចេញពីប្រទេសដើម្បីស្វែងរកការងារនៅប្រទេសដទៃទៀតជីវិតខ្លាយទៅជាការរស់រានមានជីវិតមិនមែនរស់ដើម្បីសុខសាន្តនោះទេដូច្នេះបងប្អូនទាំងគ្នាការដួលរលំនៃសេដ្ឋកិច្ចឬក៏ economic collapse វាមិនមែនគ្រាន់តែអត់លុយតែប៉ុណ្ណោះទេតែវាគឺជាការខូចខាតនៃប្រព័ន្ធឬក៏ដួលរលំប្រព័ន្ធទាំងមូលតែម្ដងនៅពេលដែលរឿងនេះកើតឡើងសេដ្ឋកិច្ចវាធ្លាក់ចុះលុយបាត់តម្លៃធនាគារចាប់ផ្ដើមខាតបង់ហើយគ្មានប្រាក់ចំណាយគ្រប់គ្រាន់ឬក៏បិទទ្វារជីវិតមនុស្សចាប់ផ្ដើមលំបាកហើយវាអាចប៉ះពាល់ដល់គ្រប់គ្នាតែម្ដងមកដល់ត្រង់ចំណុចនេះយើងនឹងលើកយកប្រទេសចំនួន3លើកជាឧទាហរណ៍សម្រាប់លោកអ្នកបងប្អូនមកដឹងថាតើប្រទេសនោះគឺជាប្រទេសនៅតំបន់ណាកន្លែងណាឈ្មោះអ្វីដែលកំពុងតែរងនូវផលប៉ះពាល់ economic collapse ឬក៏ការដួលរលំនៃសេដ្ឋកិច្ចឬក៏ធ្វើឲ្យប្រទេសទាំងមូលត្រូវបានដួលរលំនោះប្រទេសទាំង3នោះរួមមានប្រទេស Venezuela ប្រទេស Lebanon និងប្រទេសស្រីលង្កា
បើយើងមើលឃើញប្រទេស Venezuela គឺកំពុងតែមាន hyperinflation លុយមិនមានតម្លៃប្រជាជនចាក់ចេញពីប្រទេសច្រើនចំណែកឯប្រទេស Lebanon វិញគឺធនាគារត្រូវបានបិទទ្វារមិនអាចដកលុយបាន currency រូបិយប័ណ្ណត្រូវបានដួលរលំតែម្ដងហើយប្រទេសស្រីលង្កាគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពខ្វះប្រេងខ្វះចំណីអាហារនិងបំណុលខ្ពស់កើនឡើងនៅក្នុងប្រទេសនេះបងប្អូនទាំងគ្នាយើងទើបតែស្វែងយល់អំពីពាក្យថា economic collapse មានន័យយ៉ាងដូចម្ដេចឥឡូវនេះតោះបងប្អូនទាំងគ្នាយើងនឹងសិក្សាស្វែងយល់អំពីជីវិតពិតនៅក្នុងប្រទេសទាំង3ដែលយើងទើបតែរៀបរាប់ខាងលើនេះថាតើកំពុងតែជួបនៅវិបត្តិអ្វីខ្លះហើយព្រោះរឿងនេះមិនមែនគឺជាទ្រឹស្ដីទេតែវាគឺជារឿងដែលមនុស្សយើងទទួលបានហើយកំពុងតែជួបប្រទះពិតៗក្នុងការរស់នៅប្រចាំថ្ងៃប្រទេសទី1គឺប្រទេស Venezuelaបងប្អូនស្រមៃមើលថាតើបងប្អូនទាំងអស់គ្នាធ្វើការពេញមួយខែតែប្រាក់ខែរបស់លោកអ្នកបងប្អូនទាំងអស់គ្នាមិនគ្រប់សម្រាប់ទិញអាហារសំបីតែមួយថ្ងៃនេះគឺជាការពិតនៅក្នុងប្រទេស Venezuela នៅទីនោះមានអ្វីដែលហៅថា hyperinflation តម្លៃអាហារឡើងខ្ពស់រាប់ពាន់%នៅក្នុងស្ថានភាពនេះអតិផរណាធ្ងន់ធ្ងរក្រដាសប្រាក់គ្រាន់តែជាក្រដាសធម្មតាប៉ុណ្ណោះបើទោះបីយើងមានលុយរាប់លានក៏ដោយក៏វាគ្មានតម្លៃស្មើនឹងទំនិញប្រើប្រាស់ដែរអ្នកត្រូវប្រើប្រាស់លុយក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ត្រូវច្រកដាក់បេឬក៏ដាក់កំប៉ុងឬក៏រុញតាមរទេះទើបអាចដូរយកម្ហូបអាហារបន្តិចបន្តួចបាននៅក្នុងចំណុចនេះពាក្យថា hyperinflation មានន័យថាលុយធ្លាក់តម្លៃខ្លាំងហើយទំនិញឡើងខ្ពស់ពេកនៅក្នុងមួយថ្ងៃឬក៏ពី1ម៉ោងទៅ1ម៉ោងទំនិញអាចកើនឡើងទ្វេដងរាប់រយដងឯណោះឧទាហរណ៍ថាព្រឹកឡើងមាសឬលុយ1ការុង1បាវអាចទិញអង្ករបាន1បាវដែរតែដល់ល្ងាចឡើងលុយ1បាវដដែលនោះអាចទិញបានត្រឹមតែស៊ុតឬក៏ពងទាចំនួន10គ្រាប់តែប៉ុណ្ណោះដូច្នេះហើយទើបគេហៅថាយកលុយទៅទាំងការុងទៅទិញអីក៏មិនសូវបានឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្ររឿងរ៉ាវបែបនេះធ្លាប់កើតមានពិតៗនៅក្នុងប្រវត្តិសាស្ត្រពិភពលោកមិនមែនគ្រាន់តែប្រទេស Venezuela តែប៉ុណ្ណោះទេប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ1923ក្រោយសង្គ្រាមលោកលើកទី2លុយអាល្លឺម៉ង់ធ្លាក់ថ្លៃខ្លាំងរហូតដល់ក្មេងៗយកដុំលុយទាំងនោះមកធ្វើជាប្រដាប់ក្មេងលេងហើយធ្វើឲ្យប្រជាជនត្រូវរុញរទេះដឹកលុយពេញទើបអាចទិញបានទំនិញឬក៏នំប៉័ងសម្រាប់ញ៉ាំបានមួយដុំប្រទេស Zimbabwe នៅឆ្នាំ2008ប្រទេសនេះធ្លាប់បោះពុម្ពលុយក្រដាសរហូតទៅដល់$100 trillionក្នុងមួយសន្លឹកប៉ុន្តែលុយមួយសន្លឹកដ៏មហាសាលនេះទិញបានត្រឹមតែស៊ុតឬក៏ពងមាន់3ឬក៏4គ្រាប់តែប៉ុណ្ណោះប្រទេសទី2គឺប្រទេស Lebanon ឥឡូវនេះស្រមៃមើលថាអ្វីមួយដែលខ្លាំងជាងនេះទៅទៀតនោះមានន័យថាលោកអ្នកបងប្អូនទាំងអស់គ្នាមានលុយនៅក្នុងធនាគារតែលោកអ្នកមិនអាចដកបាននេះគឺជារឿងមួយដែលកើតឡើងនៅក្នុងប្រទេស Lebanon ធនាគារកំណត់ចំនួនដកលុយដែលអាចនឹងដកបានឬមិនអាចដកបានទាំងស្រុងក៏មានមនុស្សជាច្រើនទៅឈរតាមជួរតម្រង់ជួរយូរខ្លះត្រូវបោកបញ្ឆោតខ្លះទៀតខឹងខ្លាំងដល់ថ្នាក់ប៉ះទង្គិចជាមួយនឹងធនាគារថែមទៀតផង currency ឬក៏រូបិយប័ណ្ណរបស់ពួកគេបាត់តម្លៃលើសពី 90% នេះមានន័យថាលុយដែលពួកគេធ្លាប់សន្សំជាច្រើនឆ្នាំអាចបាត់តម្លៃនៅក្នុងពេលយ៉ាងខ្លីទី3ប្រទេសស្រីលង្កាឥឡូវនេះមកមើលប្រទេសមួយផ្សេងទៀតគឺប្រទេសស្រីលង្កានៅក្នុងឆ្នាំ2022ប្រទេសស្រីលង្កាជួបវិបត្តិធ្ងន់ធ្ងរពួកគេខ្វះប្រេងអគ្គិសនីនិងអាហារមានរូបភាពមួយដែលពួកគេមិនអាចភ្លេចបានមនុស្សរាប់ពាន់នាក់ឈរជាជួរដើម្បីទិញប្រេងត្រូវរងចាំជាច្រើនម៉ោងការដឹកជញ្ជូនត្រូវបានផ្អាកសាលាត្រូវបានបិទជីវិតប្រចាំថ្ងៃរងការរំខានជាខ្លាំងហេតុផលសំខាន់នោះគឺបំណុលកើនឡើងខ្ពស់គ្មានលុយទិញទំនិញពីក្រៅប្រទេសចុងក្រោយប្រទេសត្រូវស្នើសុំជំនួយ IMF បងប្អូនទាំងគ្នាដូច្នេះរឿងទាំងនេះវាមិនស្ថិតនៅឆ្ងាយពីយើងប៉ុន្មានទេព្រោះមនុស្សទាំងអស់ដែលរស់នៅក្នុងប្រទេសទាំងនោះដែលយើងរៀបរាប់ខាងលើនេះគឺពួកគេធ្លាប់រស់នៅធម្មតាដូចយើងដែរតែនៅពេលដែលសេដ្ឋកិច្ចត្រូវដួលរលំប្រព័ន្ធទាំងអស់ត្រូវបានខូចខាតជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរទាំងស្រុង
អ្វីដែលយើងអាចរៀនបាននៅពេលនេះនោះគឺលុយមិនតែងតែមានតម្លៃគ្រប់ពេលនិងជារៀងរហូតនោះទេធនាគារក៏មិនតែងតែមានសុវត្ថិភាពជារៀងរហូតដែរសេដ្ឋកិច្ចក៏អាចផ្លាស់ប្ដូរយ៉ាងលឿនដែលយើងនឹកស្មានមិនដល់តែមានសំណួរធំបំផុតមួយគឺថាហេតុអ្វីបានជាប្រទេសទាំងនោះត្រូវបានដួលរលំតើវាអាចជាការចៃដន្យឬក៏មានមូលហេតុជាក់លាក់ណាមួយផ្សេងទៀតដែលធ្វើឲ្យប្រទេសទាំងនោះត្រូវដួលរលំប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា